យើងត្រឡប់មកកែassignment របស់គ្នាយើងថ្ងៃនេះយើងកែ homework ដែលខ្ញុំបានដាក់ឲ្យអញ្ចឹងទី1គេឲ្យយើងសរសេរណាមតែណាមនេះជាអក្សរធំហើយ grade 5B នេះគឺជាអក្សរធំណាស់ប៉ុន្តែនៅក្នុងនេះគឺយើងប្រើជាមួយនឹង bold ឬក៏ strong ទៅលើ text ដែលយើងបានដាក់ហ្នឹងហើយចំពោះ mark នេះយើងប្រើ mark អានេះយើងប្រើ strong ធម្មតាហើយអានេះយើងប្រើ mark លាយជាមួយនឹង strong and then អាខាងក្រោមយើងប្រើ mark ទេហើយអីដែលជាពិសេសយើងបានរៀន2ទី1គឺ e មកពាក្យ italic មានថាអក្សរ trade បន្ទាប់មក underline មានថាយើងអាច note line ពីក្រោមអក្សរយើងបានហើយជាមួយនឹង bold អូខេអញ្ចឹងយើងទៅតេស្តកូដយើងទាំងអស់គ្នាអញ្ចឹងចូលមក VS Code យើងដដែលយើង create ជាមួយនឹង file ថ្មី new file and យើងដាក់ថាexample មក and example1 dot ជាមួយនឹង html so អញ្ចឹងយើងធ្វើការសរសេរនៅ html file ដដែលអូខេអញ្ចឹងយើងបាន document មួយហើយអញ្ចឹង title គ្នាយើងដាក់ថា example ក៏បានឬក៏គ្នាដាក់មិនក៏បានដែរតោះនេះអញ្ចឹង example of of text មេរៀនយើង text format អញ្ចឹងមកតោះនេះអូខេបន្តមកទៀតគ្នាយើងទៅមើលដដែលអញ្ចឹង text របស់យើងគឺណាមហើយណាមយើងមានអីគេមានឈ្មោះធំទាំងអស់តែអញ្ចឹងយើងធ្វើការអីគេណាមចេញធ្វើការប្រើជាមួយនឹង h1 and ក្នុង h1 ដាក់ថាណាម and ចុច2ដក clear ចាំមើលថាយើងដក clear បានអត់អញ្ចឹងដក clear ហើយគ្នាយើងធ្វើការអីគេដាក់ថា Jupyter ទៅជួបអូខេអញ្ចឹង teacher cell ហើយ run មើលនេះគ្នាគេថាវាអត់ដក clear ត្រូវទេអញ្ចឹង open Visualize Server មើលនេះអញ្ចឹងយើងបានហើយប៉ុន្តែវាអត់ដក clear វាអត់មាន space ដូចរបស់គេអញ្ចឹងដើម្បីយើងអាចប្រើ space បានយើងប្រើ non break space 2ដងទៅ non break space អូខេហើយយើង control S ហើយយើងទៅមើលរបស់យើងវិញនេះអញ្ចឹងឃើញថាវាដក clear បានប៉ុណ្ណឹងហើយអូខេអានបន្តមកទៀតគ្នាយើងប្រើនឹងដដែលជាមួយនឹងអីគេឬក៏គ្នាយើងប្រើ BR ក៏បាន BR ហើយបានយើងប្រើជាមួយ X1 ដដែលហើយគ្នាយើងសរសេរពាក្យថា grade and grade របស់យើងក៏ដូចគ្នាយើងត្រូវការគេគ្នាត្រូវការដក space អញ្ចឹង teacher copy នឹង2ដង and then យើងដាក់ថាអីគេ 5B yes sorry 5B so control S and យើង show ទៅមើលកូដរបស់យើងអូខេអញ្ចឹងគ្នាឃើញថាវាដក clear ហើយនេះអញ្ចឹងដូចរបស់គេអត់អូខេបន្តមកទៀតគឺយើងធ្វើការ new line ថ្មី and យើងចុះបន្ទាន់ហើយយើងប្រើជាមួយ bold ធម្មតាអូខេ so គ្នាយើង break line teacher new line ថ្មី and then គ្នាយើងធ្វើការជាមួយនឹងអីគេ strong ឬក៏គ្នាយើងអត់ចង់ប្រើ strong គ្នាយើងប្រើ h5 ក៏បានអញ្ចឹងក្នុង h5 គ្នាយើងដាក់អីគេអូខេដាក់អីគេ personal statement អញ្ចឹង teacher copy and paste ចូល and then teacher run and អូខេយើងទៅបើកមើលរបស់យើងនេះអញ្ចឹងវាមកនេះ personal statement តោះនេះអូខេតែវាអត់ដូចគេហ្មងទេនេះវាអត់ដូចគេអញ្ចឹងដើម្បីឲ្យដូចគេបានយើងដូរអាហ្នឹងដូរពី S ទៅ strong វិញទៅ and teacher for strong អូខេ control S នេះយើងឃើញថា strong វាស្តៀងរបស់គេ and then teacher បន្ថែមមួយទៀត BR ដដែល and
dương pra cho mùi nó statement đôi khẳng khảo chẳng dương miền bay statement thì mỗi statement thì bây and statement thì bảy chẳng thì chờ copy statement thì mỗi sân and statement thì mỗi cứ dương ngọn miền ấy chọn tới dương từ xe này không nông này kìa pre của bạn từ xe này không nông rồi kìa từ xe này không nông pre tag của bạn tại này không pre tag dương thử phở break line chẳng toàn này tại vì xe không pre dương ngọn phở break line như vậy chụp tuột vô mong chẳng teacher từ xe này không pre and teacher passហើយmà đo lại đấy mà teacher cắt thầm wall này chào tới hay cho một tuần and thenមួយទៀតកាត់ត្រឹមនឹងចោលteacherចូលបន្ទាត់អញ្ចឹងយើងបាន3 line ហី so យើងបាន3 line ហើយចូលទាញវាស្មើគ្នាអូខេអញ្ចឹងយើង control s and ទៅមើលរបស់យើងនេះអញ្ចឹងបានទេតែវាអត់ស្មើគ្នាតែវាអត់ស្មើនេះទេដោយសារយើងប្រើ free តោះនេះអញ្ចឹងដើម្បីឲ្យស្មើគេបានយើងដូរពី free ទៅជា p tag វិញតែមុននឹងចូល p tag teacher សូម mark មួយទៀតនេះអានេះ mark នៅកន្លែង long ចូល mark អូខេអញ្ចឹង teacher ទាញ live long ចូលទៅក្នុង mark អញ្ចឹង control s and ចូលទៅមើលរបស់យើងវិញនេះខ្ញុំឃើញថាវា mark បានប៉ុន្តែកន្លែងហ្នឹងគឺវាដក clear spec ខ្លាំងអញ្ចឹងដើម្បីអត់ឲ្យ spec ខ្លាំងបានគ្នាយើងត្រូវម៉េចគ្នាយើងត្រូវធ្វើការដូរអានេះទៅជា p tag វិញអញ្ចឹងគេលុបចោលប៉ុណ្ណឹងមកប៉ុន្តែនៅពេលដែលគ្នាយើងរាំងទៅគឺវាអត់ចូលអត់ដក space ទេអូខេវាអត់ដក space ទេវាធ្វើឲ្យកូដរបស់យើងមួយខ្សែយ៉ាងហ្មងតែវាដល់កន្លែងចែងscreen របស់យើងអញ្ចឹងដើម្បីឲ្យវាចូលបន្ទាត់ដូចមិញបានគឺយើងត្រូវធ្វើការប្រើអីគេ new line break line មានថានេះកន្លែងនេះចូលបន្ទាត់មកប៉ុន្តែចូលទៅសេកន្លែងហ្នឹង bo and then yes bo មួយហើយកន្លែងក្រោមនេះមួយទៀតទៅចូលសេ bo មួយទៀតអូខេហើយទៅចូល control s and yes នេះមកឲ្យគេអញ្ចឹងវាដូចរបស់គេមកនេះដូចហើយប៉ុន្តែនៅខាងក្រោយមានដាក់ថា vfake store vfake today so ខាងក្រោយ vfake today នេះchờប្រើជាមួយនឹង bowl មើលគឺយើងប្រើមួយ bowl b អូខេហើយ teacher ទាញ fake ចូល press and then នេះអញ្ចឹងយើងបានហើយ vfake bowl and ចូលដល់ statement 2ចឹង statement 2យើងប្រើដូចគ្នាដែរគ្នាយើងអត់អីពិបាកទេយើងប្រើជាមួយនឹង p tag ដដែលតែ teacher new line ក៏បានគ្នាយើង new line ទៅ and break line and then teacher ប្រើជាមួយនឹង p tag ដដែល and ចូលទៅ copy statement and then អូខេចូល copy statement ហើយយើង paste វាចូលមកហើយយើងត្រូវ break line កន្លែងណាឧទាហរណ៍ teacher break line កន្លែងនេះចុះអញ្ចឹង teacher ចូលបន្ទាត់មួយហើយ teacher ដាក់ bo អូខេមួយទៀត teacher break អូខេប៉ុណ្ណឹងហើយយើងចូលទៅមើលកូដរបស់យើងវិញនេះឃើញថាវាអត់ស្អាតទេត្រូវគ្នាយើងវា break line ប៉ុណ្ណឹងមែនប៉ុន្តែកន្លែងនេះវាអត់ស្អាតអញ្ចឹងដើម្បីវាស្អាតបានយើងត្រូវ break line កន្លែងហ្នឹងដែរមក so យើង break line នេះ teacher ចូលបន្ទាត់ and teacher ដាក់ bo ហើយបន្តមកទៀត teacher ដូរកន្លែងនេះទៅជា mark វិញដោយសារយើងប្រើ mark ដើម្បីដូចរបស់គេ mark ហើយ teacher ទាញកន្លែងយក field នេះ interesting នេះចូលក្នុង mark អញ្ចឹង control s and we get this to អូខេអញ្ចឹងកន្លែង mark នេះគឺយើង mark កន្លែងយក field or areas of interest so យើងទៅមើលរបស់គេដូចគ្នាអត់អូខេដូចគ្នាប៉ុន្តែពួកគេមាន4ជួរត្រូវឲ្យគ្នាអញ្ចឹង4ជួរគ្នាយើងធ្វើការ break line 4ជួរដូចគ្នាមក so មកក្នុងនេះយើងចង់ break line ណាbreak នេះហ៎អូខេ break កន្លែង bo នេះ and then យើងចូលបន្ទាត់ក៏បានអត់ចូលក៏បានអូខេ and then យើងចូលមកក្នុងនេះអញ្ចឹងកន្លែងនេះគឺយើងសិក្សាទៅលើ statement ទី3 so statement ទី3ខ្ញុំនឹងរៀនអីថ្មី2 tick មួយទៀតគឺ
italic ហើយនឹង underline មានថាយើងគូបន្ទាប់ពីក្រោយ so មុននឹងចូលអាហ្នឹង teacher ប្រើនឹង p tag ប្រើជាមួយនឹង br ដដែលហើយមួយទៀតគឺយើង p tag បើសិនបើគ្នាយើងអត់ចង់សរសេរអក្សរហើយចង់តែ copy ទៅវិញទៅមកគ្នាអាចប្រើ lorem បានអញ្ចឹង teacher ប្រើ lorem ហ្នឹងគឺជា text មួយដែលវា generate មកមានថា text អីវា generate មកពី HTML file នឹងស្រាប់អញ្ចឹងយើងប្រើវាមិនបានឧបមាថាចង់ប្រើវា30អញ្ចឹងវាមកតែឆាប់30 character ឯង so នេះអញ្ចឹង30អូខេមានថាវាមកតែ30ពាក្យឯងអញ្ចឹងក្នុង30ពាក្យហ្នឹងគ្នាយើងចង់ប្រើអីគេអញ្ចឹងមាន break line អូខេ break line អូខេ break line មួយ and then teacher ចូលតតមួយ and break line មួយទៀតតាមនេះទៅអូខេអូខេអញ្ចឹងអស់ហើយ30ពាក្យគឺប៉ុណ្ណឹងបន្ទាប់មក teacher ខាងនេះ teacher ចង់ប្រើពាក្យជាមួយនឹងអីគេជាមួយនឹងអីគេអានេះប្រើមួយ mark ដែរអូខេ teacher ប្រើ mark ដែរ control x and paste អញ្ចឹង teacher ទៅមើល code នេះអញ្ចឹងវា mark កន្លែងហ្នឹងដែរហើយមួយទៀតគឺយើងប្រើជាមួយនឹងអីគេអានេះ mark ហើយវា italic ទៀតអញ្ចឹងគ្នាយើងអាចប្រើអញ្ចេះក៏បានឥឡូវ teacher ប្រើកន្លែងពាក្យនេះទៅនេះអូខេអញ្ចឹង teacher ប្រើជាមួយនឹង mark ទៅដែរអូ sorry យើងប្រើ mark and ក្នុង mark teacher ប្រើជាមួយ italic i អញ្ចឹងក្នុង mark យើង mark នៅក្នុង i អញ្ចឹង i របស់យើងគឺ italic អញ្ចឹង teacher select ពាក្យនេះទៅហើយ control x យើងគ្រាម pass ក្នុងនេះអញ្ចឹង control s យើងទៅមើល code របស់យើងនេះគឺយើងឃើញថាវា mark កន្លែងហ្នឹងហើយអក្សរវា trade italic តោះនេះតែនេះ mark អក្សរ simple តែនេះ mark ហើយវា italic ទៀតតោះនេះអញ្ចឹងមួយទៀតគឺយើងអត់ប្រើ italic អានេះមាន bold ទៀតគឺយើងអាចទៅថែម bold អញ្ចឹង teacher ដាក់ bold នៅក្នុងហ្នឹងទៀត b and teacher ទាញអាហ្នឹងចូលអញ្ចឹងមានថា3ស្រទាប់ហើយគ្នាយើងឃើញទេ mark ផងបន្ទាប់ពី mark មាន italic បន្ទាប់ពី italic គឺ bold អញ្ចឹងវាមាន3ស្រទាប់នេះគ្នាឃើញទេវា bold ហើយ italic ហើយ mark ទៀត so yes អញ្ចឹងយើងទៅដល់ពាក្យក្រោមកន្លែងនេះជើនឹងធ្វើការអីគេធ្វើការដាក់ underline ឲ្យវា so អញ្ចឹង underline គឺយើងអត់ប្រើអីញ៉ៃទេយើងប្រើ u ហ្មង u មានថា underline ហើយអញ្ចឹងគ្នាយើងទាញអាហ្នឹងចូលមក paste control s អូខេអញ្ចឹងគ្នាយើងឃើញថាពាក្យហ្នឹងអីគេ underline នៅក្រោមហ្នឹងមានគូបន្ទាត់ក្រោមហើយវាមានពាក្យ bold នៅក្នុងខាងក្នុងហ្នឹងទៀតអញ្ចឹងក្នុង underline គ្នាយើងអាចប្រើពាក្យ strong ក៏បាន bold ក៏បាន b ក៏បានដែរអញ្ចឹង teacher ទាញ anti control x ហើយស្វាទៅ control s so នេះខ្ញុំឃើញថាវា bold ហើយវាមាន underline នៅក្រោមទៀតអញ្ចឹងមេរៀនយើងថ្ងៃហ្នឹងគឺយើងអាចនឹងចប់ត្រឹមហ្នឹងហើយ session ក្រោយយើងនឹងបន្តទៀតអូខេ